ឆ្នាំខាលគឺជាកម្ពូលឆ្នាំមួយក្នុងចំណោមឆ្នាំទាំង6ដែលរិស័យឡើងខ្លាំងបន្ទាប់ពីចូលឆ្នាំខ្មែររួចអញ្ចឹងបន្ទាប់ពីចូលឆ្នាំខ្មែររួចអ្នកដែលកើតឆ្នាំខាលយើងត្រៀមខ្លួនទទួលលៀបត្រៀមខ្លួនទទួលនៅសំណាងដោយសាររិស័យយើងចាប់ផ្ដើមឡើងហើយអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំខាលបើនិយាយពីឡើងហ្នឹងគឺជាក្តីមួយដែលជាការអបអរសាទរប្រៀបបានដូចជាកសិករបង្កបង្កើនផលហើយអត់មានទឹករងចាំទឹកភ្លៀងយ៉ាងដូចនេះដែរអញ្ចឹងឥឡូវហ្នឹងគឺភ្លៀងធ្លាក់មកហើយរិស័យអ្នកកើតឆ្នាំខាលគឺរយៈពេលប្រហែលឆ្នាំចុងក្រោយនេះគឺអត់ល្អតលតែសោះឧបសគ្គចូលមកមានរហូតមានបញ្ហារហូតមិនសូវជាកាក់កបមិនសូវជារីកចម្រើនប្រហែលទេប៉ុន្តែដល់ពេលឥឡូវនេះឧបសគ្គទាំងឡាយនឹងរលាយសាបសូន្យទៅលែងឲ្យមានបញ្ហាអីកើតឡើងតទៅទៀតហើយអញ្ចឹងចាប់ពីថ្ងៃហ្នឹងទៅគឺយើងអាចបើកសក្ការៈថ្មីយើងមានលៀបយើងមានសំណាងយើងមានលៀបយើងមានជ័យយើងហេងយើងកាក់កបត្រឡប់មកវិញអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំខាលគឺជាឆ្នាំមួយដែលរិស័យឡើងបន្ទាប់ពីចូលឆ្នាំថ្មីរួចអញ្ចឹងយើងហេងយើងកាក់កបយើងរីកចម្រើនអញ្ចឹងអ្នកដែលកើតឆ្នាំខាលលេខសំណាងគឺលេខ773បាទលេខសំណាងលេខ773ចំណែកពណ៌សំណាងគឺពណ៌ទឹកប្រាក់បាទពណ៌ទឹកប្រាក់អញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំខាលរិស័យយើងឡើងខ្លាំងអញ្ចឹងលោកអ្នកលេខសំណាងលេខ773ពណ៌សំណាងគឺពណ៌ទឹកប្រាក់លោកអ្នកខមមិនលេខសំណាងទៅ share វីដេអូលោកគ្រូមហាជុំ3ដងដាក់លេខសំណាងចាប់ពីចូលឆ្នាំថ្មីនេះរួចរិស័យយើងឡើងខ្លាំងសម្រាប់លោកអ្នកដែលកើតនៅឆ្នាំខាលអ្នកដែលកើតឆ្នាំខាលនិយាយពីជីវិតអ្នកកើតឆ្នាំខាលមួយជីវិតធ្វើតែអំពើល្អទេមិនដែលចេះធ្វើអំពើអាក្រក់ដាក់បុគ្គលណាទេប៉ុន្តែវាជួបតែមនុស្សអាក្រក់យើងធ្វើតែអំពើល្អប៉ុន្តែយើងជួបតែមនុស្សអាក្រក់ដូចបុណ្យមិនទាន់ឲ្យផលណាធ្វើអំពើល្អប៉ុន្តែជួបមនុស្សអាក្រក់ហេតុអីជួបមនុស្សខ្សែលើជួបមនុស្សចំណែនជួបមនុស្សបោកប្រាស់ព្រោះតែយើងជាមនុស្សដែលស្មោះត្រង់យើងជាមនុស្សមួយដែលជួយគេអស់ពីចិត្តពីថ្លើមប៉ុន្តែគេដូចជាមិនឃើញអំពីការលះបង់របស់យើងណាមិនដឹងថ្ងៃណាមួយត្រូវពួកអាក្រក់អស់នឹងវាទទួលកម្មពៀទេមិនដឹងថ្ងៃណាមួយពួកអាក្រក់អស់នឹងនឹងដឹងអំពីការលះបង់របស់យើងទេព្រោះគេបោកយើងរហូតហើយយើងវាចិត្តទុនទោះបីជាយើងនឹងដឹងថាគេវាមានបំណងអាក្រក់ចង់មកបោកប្រាស់យើងហើយប៉ុន្តែយើងនៅតែសប្បាយចិត្តឲ្យគេបោកទៀតដឹងថាអ្នកម្នាក់នោះចង់មកបោកយើងហើយប៉ុន្តែគេលួងឲ្យគេបោកអស់ហើយជីវិតអ្នកកើតឆ្នាំខាលបើសិនជាគេអត់លុយគេមកខ្ចីយើងបានប៉ុន្តែបើយើងអត់លុយកុំសង្ឃឹមគ្មានគឺខ្ចីគេអត់បានទេគេអត់លុយគេមកពឹងយើងបានគេមកខ្ចីយើងបានប៉ុន្តែបើយើងអត់លុយគឺគ្មានអ្នកណាមកយើងពឹងគេអត់បានទេសុំទោសបងប្អូនបាទអញ្ចឹងអ្នកកើតឆ្នាំខាលដូចខ្ញុំជម្រាបចឹងថាបើសិនជាយើងអត់លុយគឺយើងខ្ចីគេអត់បានទេប៉ុន្តែបើគេមានលុយបើយើងមានលុយអាហ្នឹងគឺយើងឲ្យគេខ្ចីបានហើយយើងអត់មានអ្នកយល់ចិត្តទេអ្នកកើតឆ្នាំខាលគឺជាមនុស្សអភ័ព្វដូចថាអត់មានអ្នកយល់ចិត្តយើងលះបង់ដើម្បីគេយើងស្រឡាញ់គេយើងជួយគេមើលអត់ឃើញពីការលះបង់របស់យើងពេលខ្លះសូម្បីតែឪពុកបង្កើតម្ដាយបង្កើតបងប្អូនអីហ្នឹងក៏គាត់មើលមិនឃើញពីការលះបង់របស់យើងដែរពេលខ្លះយើងចង់ធុញថប់នឹងជីវិតចង់ទៅរត់ចោលស្រុកចង់ទៅរត់ទៅឲ្យឆ្ងាយកុំឲ្យគេឃើញមុខទៀតប៉ុន្តែចិត្តវាមិនដាច់ដូចខ្ញុំតែងតែនិយាយណាអ្នកកើតឆ្នាំខាលពេលដែលគេស្លាប់យើងទៅជួយគេដល់ពេលយើងស្លាប់វិញអត់មានអ្នកណាជួយយើងសោះអាហ្នឹងគឺជាចំណុចមួយដែលយើងអ្នកកើតឆ្នាំខាលហ្នឹងតែងតែជួបប៉ុន្តែយើងអត់ចាំយើងអត់ចាំថាគេធ្លាប់ធ្វើអាក្រក់ដាក់យើងគុំគួនសងគេអត់ចាំយើងអត់លុយយើងខ្ចីគេអត់ឲ្យប៉ុន្តែយើងមានលុយគេមកខ្ចីយើងឲ្យគេព្រោះមនុស្សយើងលះបង់ប៉ុន្តែបងប្អូនត្រូវចាំថាការលះបង់របស់យើងមិនអត់ប្រយោជន៍ទេអនាគតទៅគឺយើងនឹងទទួលបានផលមកវិញព្រោះតម្រាគេទាយថានៅក្នុងយុគ9ពីឆ្នាំ2004ពីឆ្នាំ2024ដល់ឆ្នាំ2044ហ្នឹងគឺអ្នកដែលកើតនៅឆ្នាំខាលនឹងទទួលបាននៅលៀបសំណាងដោយមិនបាច់ខំប្រឹងដោយមិនបាច់ខំប្រឹងមិនថាវាមិនមែនថាអត់ប្រឹងទេវាប្រឹងដែរប៉ុន្តែវាបានសំណាងមកច្រើនអញ្ចឹងយើងចិត្តទទួលបានហើយនៅក្នុងយុគ9ហ្នឹង20ឆ្នាំហ្នឹងយើងអត់ដឹងថាធរៈវេលាណាមួយទេប៉ុន្តែធរៈវេលាដែលល្អបំផុតគឺពីឥឡូវទៅហ្នឹងពីចូលឆ្នាំខ្មែរហ្នឹងទៅហ្នឹងអ្នកកើតឆ្នាំខាលរាសីចាប់ផ្ដើមឡើងហើយឡើងខ្លាំងទៀតល្អកាក់កបរីកចម្រើនអញ្ចឹងអ្នកកើតឆ្នាំខាលលេខសំណាងលេខ773ចំណែកពណ៌សំណាងគឺពណ៌ទឹកប្រាក់
chẳng lúc nè bẹ ai bỏ tạc prác hay lúc nè xe video lúc rút đã lên sầm nang bờ rồi chật bầy đi xây lang khang chụp chơi khang rít chầm ran khang hơi có lọ khang mà vinh đại bà chẳngสบายចិត្តណាអ្នកកើតឆ្នាំខាលព្រោះថាវាបិទនឹងងឹតមុខឆឹងណាឥឡូវនេះបែកបើកពន្លឺរស្មីត្រឡប់មកវិញហើយសម្រាប់អ្នកដែលកើតឆ្នាំខាលចឹងខ្ញុំអត់មានអីទេខ្ញុំលោកគ្រូមហាជុំមានតែអបអសាទរពេលដែលកូនសិស្សកូនលោកគ្រូគាត់មានលៀបគាត់មានសំណាងគាត់ហេងគាត់ល្អគាត់កាក់កបមកវិញចឹងលោកអ្នកដែលកើតឆ្នាំខាលយើងសម្បូរអ្នកចំណែនឈ្នាននេះសម្បូរសត្រូវដូចខ្ញុំនិយាយហ្នឹងណាយើងសាងតែអំពើល្អទេប៉ុន្តែវាមកតែអំពើអាក្រក់សាងតែអំពើល្អប៉ុន្តែអំពើអាក្រក់ហ្នឹងវាមកអ្នកអាក្រក់វាមកហេតុអីសាងតែល្អមិនឲ្យអ្នកល្អមកវាឲ្យអ្នកអាក្រក់ត្រឡប់មកវិញប៉ុន្តែមិនថ្មីទេបាទអត់ថ្មីទេបាននេះថាឥឡូវហ្នឹងអ្នកអាក្រក់ក៏អាក្រក់ដែរអ្នកល្អក៏ល្អយើងអត់សំខាន់ទេព្រោះរាសីយើងឡើងហើយចឹងរាសីយើងឡើងយើងធ្វើអីក៏បានដែរចូលឆ្នាំខ្មែរហើយហ្នឹង